Bạn cờ rộp nâng chỉ đẹp xua đó bộ máy bóng bóng đặc ní bạn ởថ្ងៃនេះគឺនៅទឹកដីស្រុកប្រាសាទបាឡាំងបាទហើយចន្ទទីនេះគឺមានការចេញក្តឹបនឹងផ្លែគូសមមែនតែនបើប្រៀបធៀបជាមួយនឹងអាកាសធាតុដែលมันសូវអំណោយផលរួមជាមួយសារធាតុចិញ្ចឹមมันគ្រប់គ្រាន់ក្នុងមួយដើមមជ្ឈមភាគគឺបានដាក់ជីបំពន់ប្រភេទគ្រាប់នេះចន្លោះប្រហែលជា3ខាំបាទដោយសារតែកង្វះខាតសារធាតុចិញ្ចឹមអញ្ចឹងក៏ប៉ុន្តែឃើញថាការកាន់ក្តឹបកាន់ផ្លែគឺបានល្អច្រើនមែនតែននៅក្នុងចំណោមតំបន់ហ្នឹងគឺរើសបានច្រើនហើយនឹងបន្តបន្ទាប់តោះថាសារធាតុចិញ្ចឹមបន្ថែមទៀតហ្នឹងគឺដូចជាកាល់ស្យូមបូរ៉ុនត្រូវបានថយចុះដោយសារតែគាត់មិនសូវបានថែទាំអញ្ចឹងនេះគឺជាសារមួយដែលពុកម៉ែបងប្អូនដាំដុះគឺត្រូវតែមានការប្រុងប្រយ័ត្ននិងផ្ទៀងផ្ទាត់បើសិនតែដំណាំមានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ពីដើមទៅហើយនោះយើងក៏បីបំពន់វាហើយជាមួយនឹងវិធានការទប់ស្កាត់ជាមួយនឹងបរិយាកាសផងដែរក្តៅពេកយើងត្រូវធ្វើម៉េចត្រជាក់ពេកយើងត្រូវធ្វើម៉េចអ្វីដែលសំខាន់គឺច្រើនតែជួបប្រទះបញ្ហាកាំងផ្កាកាំងក្តឹបចឹងពុកម៉ែបងប្អូននៅក្នុងវីដេអូនេះខ្ញុំមិនអាចសម្រាយឲ្យបានអស់សេចក្តីនៅរឿងរ៉ាវចន្ទីកាំងផ្កាកាំងក្តឹបទេតែបើសិនតែពុកម៉ែបងប្អូនចង់បាននៅភាពពិស្ដារដែលអាចយកទៅអនុវត្តជាការស្វែងយល់បាននោះសូមចូលទៅកាន់ Channel YouTube ដែលខ្ញុំបានដាក់នៅក្នុងវីដេអូនេះChannel នេះគឺខ្ញុំលម្អិតជាច្រើនមិនថាដំណាំចន្ទទីទេគឺដំណាំផ្សេងៗការប្រើប្រាស់ជីថ្នាំជាច្រើននោះគឺពុកម៉ែបងប្អូនអាចចូលទៅស្វែងយល់ដើម្បីជាការយល់ដឹងក្នុងការដាំដុះនិងបង្កើននូវទិន្នផលបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ប្រើប្រាស់នៅជីបំពន់សញ្ញាស្ដេចអន្ត្រីគឺអាចតាក់ទងតាមរយៈលេខទូរស័ព្ទនិង Telegram ដែលមាននៅក្នុងវីដេអូនេះបានផងដែរហើយអាជីវករដែលមានបំណងចង់លើកលក់បន្តនៅ brand សញ្ញាស្ដេចអន្ត្រីហ្នឹងគឺអាចទៅតាមបានផងដែរពុកម៉ែបងប្អូនដឹងទេនេះគឺជាសញ្ញាដែលកង្វះសារធាតុចិញ្ចឹមទៅលើស្លឹកមានភាពស្លេកអញ្ចឹងធ្វើឲ្យការកាន់ក្តឹបកាន់ផ្លែក៏មិនសូវជាល្អតែមានថាយើងបាញ់បំពន់ទៅវាអាចនឹងចេញក្តឹបក៏ប៉ុន្តែវាមិនសូវកាន់ដោយសារតែកង្វះពីដើមទី1ទី2ការបំពន់មិនសូវជាដិតដល់ស្របជាមួយនឹងបរិយាកាសមិនល្អទៀតនោះគឺជាការរួមចំណែកធ្វើឲ្យទិន្នផលមិនស្អាតមិនមានទម្ងន់អញ្ចឹងពុកម៉ែបងប្អូនត្រូវតែថែទាំបើឃើញថាវាមានក្តឹបមានផ្លែយ៉ាងនេះហើយគឺផ្ដល់សារធាតុចិញ្ចឹមនិងវិធានការមួយចំនួនដើម្បីទប់ស្កាត់បរិយាកាសកុំឲ្យជំរុញនៃការខូចខាតច្រើនក្នុងនោះគឺយើងប្រើប្រាស់ថ្នាំព្យាបាលថ្នាំការពារពពួកផ្សិតជំងឺអង់ត្រានូសផ្សេងៗបើមានសម្ើលក៏យើងប្រើប្រាស់ទៅលើក្រុមសត្វល្អិតហើយថ្នាំដែលអាចមិនផ្ដល់ផលរំខានដល់ដំណាំគឺយើងប្រើថ្នាំត្រជាក់ដើម្បីសុវត្ថិភាពចំពោះផ្កាបាទអញ្ចឹងគណៈពេលនេះគឺអរគុណច្រើនចំពោះពុកម៉ែបងប្អូនដែលតាមដាននិងទស្សនាតាំងពីដើមដល់ចប់អរគុណសម្រាប់ការ follow page follow TikTok និង subscribe channel YouTube របស់ខ្ញុំបាទគណៈពេលនេះអរគុណជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយៗទៀតបាទអរគុណច្រើន